ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាននៅថ្ងៃទី9ខែ7ឆ្នាំ2026ខានជួបគ្នាប្រហែលជា5ថ្ងៃ4ទៅ5ថ្ងៃមានរឿងអីខ្លះកែប្រែទៅហើយតើទៅជាមួយតម្លៃនេះហើយមានរឿងបែបណាខ្លះយើងមានរឿងពីរគឺកិច្ចប្រជុំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងការប្រកាសអំពីការបញ្ចប់នៃការចរចាអំពីសង្គ្រាមទាំងឡាយជាមួយអារ៉ុនតាមរយៈលោក Donald Trump បើយើងកលេចមើលទៅតម្លៃមីយើងឃើញថាមានធ្លាក់មក$494នៅក្នុងមួយជីឬក៏$4072នៅក្នុងមួយអោមដែលតម្លៃវាមុននេះបន្ទាប់ពីរបាយការណ៍ឬក៏ទីផ្សារការងារបានបង្ហាញអំពីកំសោយនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកវាឡើងរហូតដល់$4200នៅក្នុងមួយអោមប៉ុន្តែឥឡូវធ្លាក់ចុះតើមានការប្រែប្រួលបែបណាហើយក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងមានទិន្នន័យអ្វីខ្លះហើយស្ថានភាពមាសនៅថ្ងៃអនាគតទៅបែបណាយើងពិភាក្សានៅក្នុងថ្ងៃនេះមុនទៅដល់រឿងទាំងអស់នេះយើងស្ដាប់រឿងរបស់លោក Donald Trump តិច To me, I think it's over. I don't want to deal with them anymore. They're scum. You know what scum is? They're scum. They're sick people. They're led by sick people. And they're vicious, violent people. And if they had a nuclear weapon, they'd use it. As far as I'm concerned, it's over. I'll speak to our negotiators. They want to negotiate. They're good people. Steve Witkoff, Jared Kushner. But they have to come back to me. As far as I'm concerned, it's just a waste of time dealing with them. They're liars. We make a deal. Everyone's agreed. No nuclear weapon. We make a deal. They go outside, talk to the press. They say, we never even talked about it. There's something wrong with them. They're cuckoo. As far as I'm concerned, it's over. រឿងពីរសិតតែមិនល្អសម្រាប់តម្លៃមាសទាំងអស់ថ្ងៃនេះគឺជាសម្ដីរបស់លោក Donald Trump ដែលយើងអាចដកស្រង់បានដែលយើងអាចមើលឃើញបានថាកិច្ចប្រជុំឬក៏កិច្ចស្វែងរកសន្តិភាពបត់ជបញ្ញជាមួយនឹងប្រទេសអារ៉ុនត្រូវបានបញ្ចប់ហើយសហរដ្ឋអាមេរិកលោក Donald Trump ហៅការចរចាទៅលើបទសន្តិភាពជាមួយនឹងអារ៉ុនជាសម្រាប់ដែលដឹកនាំដោយមនុស្សឈឺមកខ្លួនឯងស្ដាប់ខ្លួនឯងបានទៅនៅក្នុងចំណុចមួយដែលយើងឃើញខ្លាំងគឺតេតិនជាមួយនឹងការសង្កត់អំពីកិច្ចព្រមព្រៀងទៅលើនុយក្លេអ៊ែរដែលលោក Donald Trump បាននិយាយថានៅក្នុងកិច្ចប្រជុំការនិយាយគ្នាគឺមានការនិយាយអំពីការបញ្ចប់ការផលិតកម្មវិធីនុយក្លេអ៊ែរនិងកិច្ចព្រមព្រៀងមួយចំនួនតែនៅពេលដែលភាគីអារ៉ុនគាត់ចេញទៅគាត់និយាយថាវាអត់មានការចរចាទេតែអាស្ថានភាពមួយនេះបានធ្វើឲ្យតម្លៃប្រេងបានកើនឡើងរហូតដល់$74.93នៅក្នុងមួយបារ៉ែលសម្រាប់ ប្រេង WTI កើនឡើង 6.45% ហើយសម្រាប់ប្រេង Brent នោះគឺកើនឡើងដល់ទៅ$78.73សេនកើនឡើង 6.13% អានោះគឺជារឿងរ៉ាវនៃតម្លៃប្រេងតែទៅជាមួយនឹងបានបំណុលស្ដាប់កន្លែងនេះគឺសិតតែន័យសំខាន់ណាស់ហ្មងតែទៅជាមួយនឹងបានបំណុលរយៈពេល10ឆ្នាំទិន្នផលណាពីព្រោះនៅពេលដែលសេដ្ឋកិច្ចលំបាកគេមិនសូវចង់រកស៊ីដូចឥឡូវ IMF ព្យាករណ៍សេដ្ឋកិច្ចខ្មែរធ្លាក់មក 3% បើរកស៊ីប្រហែលជាខាតបង់ច្រើនតែបើសិនមានធនាគារណាឲ្យអត្រាការប្រាក់ 4% 5% ហើយជាមួយនឹងអតិផរណារបស់យើងទៀបដែរឬក៏ឡើងសមល្មមអ្នកខ្លះមួយចំនួនគេខ្ជិលរកស៊ីគេយកលុយទៅផ្ញើសារអាមេរិកដូចគ្នាដែរអញ្ចឹងគេយកលុយផ្ញើគេមើលទៅលើកំណើនសេដ្ឋកិច្ចនិងអតិផរណាអញ្ចឹងឥឡូវអាបានបំណុលដែលសហរដ្ឋអាមេរិកគាត់ផ្ដល់ឲ្យតាមរយៈការលក់បានបំណុលនោះរយៈពេល10ឆ្នាំគឺ 4.58% សម្រាប់អ្នកដែលទិញបានបំណុលទុកដើម្បីយកលុយចំណេញណាសម្រាប់រយៈពេល2ឆ្នាំទីនៅក្នុងកម្រិតខ្លីទី bill ក៏បានអត្រាការប្រាក់ល្អដែរគឺ 4.22% នេះអញ្ចឹងលុយណាកាលណាបើសិនជាទិន្នផលរបស់បានបំណុលរបស់សហរដ្ឋអាមេរិកការឡើងខ្ពស់គឺតាក់ទាញអ្នកវិនិយោគនៅសហរដ្ឋអាមេរិកប្រមូលលុយយកទៅប្រើប្រាស់សិនហើយអ្នកវិនិយោគហ្នឹងគាត់បានអត្រាការប្រាក់ឬក៏ទិន្នផលដែលយើងហៅអត្រាការប្រាក់ហ្នឹងដោយមិនចាំបាច់រកស៊ីអញ្ចឹងការចេះលុយទៅលើ commodity ផ្សេងៗទ្រព្យសម្បត្តិភាពផ្សេងៗដូចជាមាសដូចជាប្រាក់ឬក៏ដូចជាទ្រព្យសម្បត្តិមានហានិភ័យឬក៏ផ្សារស្តុកហ្នឹងគឺវារេចុះរលឡើងចូលទៅក្នុងបានបំណុលដែលធ្វើឲ្យតម្លៃឬក៏កម្លាំងនៃទីផ្សារទាំងអស់ហ្នឹងវាចុះថោកហ្នឹងទៅចំណាំឡើយហ្នឹងបើយើងងាកមើលទៅប្រាក់ដុល្លារវិញប្រាក់ដុល្លារកើនឡើងរហូតដល់ទៅ101.18%ប្រាក់ដុល្លារកើនឡើងរហូតដល់ទៅ101.18%ហើយតេតិនជាមួយនឹងតម្លៃប្រាក់ធ្លាក់ 2.85% មាសធ្លាក់ដក 0.73% ពីព្រោះកាលណាបើសិនជាបានបំណុលកើនឡើងប្រាក់ដុល្លារកើនឡើងទិន្នផលល្អតម្លៃមាសតម្លៃប្រាក់ធ្លាក់ដូចតែខ្ញុំជំរាបជូននេះគឺជារូបភាពដែលយើងកំពុងតែបានឃើញនៅពេលដែលលោក Donald Trump គាត់និយាយអំពីសង្គ្រាមហើយការបន្តសង្គ្រាមគឺរឿងមួយដែលគេនិយាយគឺអតិផរណាជាទូទៅអតិផរណាស៊ីរស់សេដ្ឋកិច្ចរបស់បណ្ដាប្រទេសផ្សេងៗឬក៏ធ្វើឲ្យមេក្រូសេដ្ឋកិច្ចរបស់ប្រទេសទាំងមានបញ្ហាដែលធ្វើឲ្យធនាគារកណ្ដាលគាត់ត្រូវតែប្រើប្រាស់វិធានការទប់ស្កាត់ណាមួយដើម្បីជួយសេដ្ឋកិច្ច
នៅក្នុងពីដើមគេតម្លើងអត្រាការប្រាក់កាលណាបើតម្លើងអត្រាការប្រាក់ពិភពលោកទាំងមូលក៏រងភាពឈឺចាប់ដែរពិភពលោកស្ថិតនៅក្នុងដំណើរនៃការតម្លើងអត្រាការប្រាក់លុយរបស់ពួកលោកធំលុយរបស់អ្នកមានលុយរបស់អ្នកវិនិយោគទាំងឡាយមិនត្រូវបានយកមកប្រើប្រាស់នៅក្នុងសង្គមទេពីពួកគេយកលុយរបស់គេទៅទិញបានម្ដងឬក៏ផ្ញើចូលក្នុងធនាគារដើម្បីទទួលបានអត្រាការប្រាក់ដែលធ្វើឲ្យសេដ្ឋកិច្ចខ្វះលុយរត់ចេញពីសេដ្ឋកិច្ចណាអាហ្នឹងគឺជារឿងហើយបើសិននិយាយពីដំណើរមាសគឺបន្ទាប់ពីដំឡើងអត្រាការប្រាក់សេដ្ឋកិច្ចខូចខាតឬក៏ការសម្រេចចិត្តរបស់ធនាគារកណ្ដាលមិនបានល្អគឺមាសវាឡើងខ្លាំងបន្តទៅទៀតបន្ទាប់ពីរឿងរ៉ាវនៅដំណើរអត្រាការប្រាក់តែបច្ចុប្បន្ននេះយើងឃើញតម្លៃមាសរងរបៀបខ្លះពីព្រោះហេតុអីយើងទៅមើលកិច្ចប្រជុំទាំងអស់គ្នារបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកកាលពីម្សិលមិញសម្រាប់អ្នកដែលគាត់មានពេលស្ដាប់អាចចូលស្ដាប់វីដេអូផ្សេងៗតែសម្រាប់អ្នកដែលចូលចិត្តការអានអាច download ទៅជាមួយនឹង Minute Meeting ការសម្រង់ការប្រជុំណារបស់ធនាគារកណ្ដាលដែលគេមានការផ្សាយចេញចូលរាល់ការផ្សាយចេញឬក៏ការប្រជុំឬក៏ព្រឹត្តិការណ៍សំខាន់ៗរបស់សហរដ្ឋអាមេរិកគេមានរបាយការណ៍សម្រាប់អ្នកវិនិយោគទូទៅគាត់យកទៅមើលណាហើយពីព្រោះសហរដ្ឋអាមេរិករកស៊ីនឹងរបាយការណ៍នឹងឯងទាំងផ្សារហ៊ុនទាំងអីផ្សេងៗគឺទំនុកទុកចិត្តនិងភាពស្អាតស្អំហើយប្រទេសដែលចង់លូកផ្សារហ៊ុនខ្លាំងតើតែរបាយការណ៍មាន audit ខ្លាំងដែរណាពីព្រោះតែទៅជាមួយនឹង manipulate ឬក៏ការបោកប្រាស់ពីក្រុមហ៊ុនធំដែលគាត់មានដែលនៅក្នុងស្រុកខ្មែរទៅរៀនសូត្រនៅក្នុងស្រុកគេឬក៏ក្នុងស្រុកគេទៅរៀនសូត្រនៅក្នុងស្រុកដទៃសិតតែមានបច្ចេកទេសឬក៏មានបទពិសោធន៍ហើយឥឡូវយើងនិយាយពីរឿងធនាគារកណ្ដាលសហរដ្ឋវិញបងប្អូនត្រូវចងចាំថានៅក្នុងពេលបច្ចុប្បន្នបើសិនជាមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងពេលបច្ចុប្បន្ននេះណាតម្លៃមាសនឹងឡើងខ្លាំងណាប៉ុន្តែបើសិនជាមិនមានការកាត់បន្ថយអត្រាការប្រាក់ទេមានការតម្លើងអត្រាការប្រាក់តម្លៃមាសនឹងធ្លាក់ចុះបន្តិចដោយសារអីដោយសារតែតម្លៃមាសវាបានថ្លៃទៅហើយវាថ្លៃរាប់តាំងពីឆ្នាំ2024នៅក្នុងឆ្នាំ2025ដោយសារការសម្រុកទិញពីរទី1គឺការទិញដោយវិស័យឯកជនទី2គឺការទិញដោយធនាគារប៉ុន្តែបច្ចុប្បន្នការទិញដោយធនាគារកំពុងតែបង្កើនកើនឡើងប៉ុន្តែការទិញដោយវិស័យឯកជនកំពុងតែមានបញ្ហាខ្លាំងជាពិសេសគឺលុយការទិញតាម forex ឬក៏ការជួញដូរ trading ឬក៏ EFT ហ្នឹងក៏មានការផ្លាស់ប្ដូរមួយចំនួនដែរដែលធ្វើឲ្យតម្លៃមាសវាធ្លាក់ចុះចឹងអញ្ចឹងហេតុអីក៏អ្នកទាំងអស់ហ្នឹងគាត់ដកលុយចេញពីព្រោះមានការរឹតបន្តឹងមានការប្រែគោលនយោបាយច្រើនបើសិននៅប្រទេសចិនគឺបិទការជួញដូរសម្រាប់អ្នកលេង forex ពីព្រោះមានអ្នកដែលក៏ leverage មានក៏បំផោងលុយហើយក៏មានការពិនិត្យបច្ច័យដែរពី series leverage ក្នុងការ matching ដោយសារតែការមានអ្នកដែលគាត់ព្យាយាមធ្វើ manipulate ផងដែរអញ្ចឹងអានោះគឺការការពារហើយឬក៏ធ្វើឲ្យតម្លៃមាសមានសុខភាពល្អធៀបជាមួយនឹងការកើនឡើងពិតប្រាកដរបស់វាបច្ចុប្បន្នតម្លៃមាសនិងទំនោររយៈពេលវែងរបស់វានៅតែខ្លាំងទេឥឡូវយើងមើលទៅលើការប្រជុំពីម្សិលមិញដែលយើងចង់ដឹងថាតើមានការកាត់បន្ថយឬក៏ការតម្លើងអត្រាការប្រាក់ហើយធ្វើឲ្យអ្នកវិនិយោគទាំងឡាយគេគិតបែបណាសម្រាប់ការពីប្រជុំពីម្សិលមិញភាគច្រើនមតិភាគច្រើនគឺចង់រក្សាអត្រាការប្រាក់ឲ្យនៅដដែលហើយមតិភាគច្រើនមួយចំនួនទៀតមិនមែនភាគច្រើនទេគឺតម្លើងអត្រាការប្រាក់ប៉ុន្តែយ៉ាងណាមិញតើតើជាមួយនឹងការសម្រេចឬក៏អង្គប្រជុំទាំងមូលគេសម្រេចថាគេនឹងបដោតទៅលើទិន្នន័យជាក់ច្បាស់ថាចេញពីមួយខែទៅមួយខែអញ្ចឹងអ្វីដែលយើងឃើញនៅក្នុងពេលបច្ចុប្បន្ននឹងមិនមានការកាត់បន្ថយអត្រាការប្រាក់នៅក្នុងឆ្នាំ2026ទេគឺមានការរក្សាអត្រាការប្រាក់រហូតដល់ក្នុងឆ្នាំ2026ហើយបើសិនជាមានការកាត់បន្ថយអត្រាការប្រាក់គឺអាចកាត់នៅក្នុងត្រីមាសទី2ឆ្នាំ2027អាហ្នឹងមានរឿងអីខ្លះកើតឡើងនៅពេលដែលនិយាយអញ្ចឹងសម្រាប់អ្នកជួញដូរមាសគឺនិយាយពីសម្រាប់អ្នកជួញដូរមាសសម្រាប់អ្នកជួញដូរមាសនិងជួញដូរផ្សារស្តុកទាំងពីរទាំងទៅគេត្រូវការគោលនយោបាយច្បាស់លាស់បើសិនបើមានការកាត់បន្ថយអត្រាការប្រាក់និងមានការចាក់បញ្ចូលសាច់ប្រាក់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចបន្ថែមការបោះពុម្ពលុយឬក៏មានគោលនយោបាយស្រួលដែលនឹងធ្វើឲ្យអតិផរណាវាកាន់តែកើនឡើងទៀតតំណែងកាន់តែចុះអញ្ចឹងការយកលុយទៅទិញទ្រព្យសម្បត្តិសុវត្ថិភាពដូចជាយកលុយទៅទិញមាសឬក៏យកលុយទៅទិញផ្សារហ៊ុនកើនឡើងតែអត់ទិញបានម្ដងលើព្រោះការកាត់បន្ថយអត្រាការប្រាក់បានម្ដងវាថោកជាងអត្រាការប្រាក់ដែលកំពុងតែកើនឡើងណាមានអតិផរណាដែលកំពុងតែកាត់ឡើងអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះការសម្រុកទិញមាសតាមរយៈ EFT Forex យើងអត់និយាយពីការគ្រប់គ្រងមាសឲ្យមាសដុំណាព្រោះការគ្រប់គ្រងមាសឲ្យមាសដុំមិនថាវិស័យឯកជនសូម្បីតែតើទៅជាមួយនឹង Tether ដែលជា digital currency ហ្នឹងក៏ទុកមាសដុំច្រើនដែរបច្ចុប្បន្នអ្នករក្សាមាសដុំបើសិនបើអត់មានអ្នករក្សាមាសដុំមានមិននៅតម្លៃថា$4,000ជាងនៅក្នុងមួយអោនឬក៏$490ជាងធ្លាក់បាក់កទៅណាផ្សេងទៀតហ្នឹងអានឹងយើងនិយាយដោយបច្ចេកទេសរួមជាមួយនឹងទិន្នន័យពិតធនាគារកណ្ដាលមកទិញតែបើសិន EFT គឺរត់ចេញអញ្ចឹងអ្វីដែលយើងឃើញកិច្ចប្រជុំនេះវានឹងធ្វើឲ្យការជួញដូរនៅក្នុង EFT ឬក៏ការជួញដូរនៅក្នុង Forex ធ្លាក់លុយរត់ចេញពីមាស
này thôi ai về thật là cùng chua buồn bón rồi còn thật là cùng sự kiện này dù hai vì rong chăm tại tên ở đây sự kiện tại xã hội đây một hai bị phép sai đó bao xã hội đấy từ tại từ miền cả làm tên tên nắng là vậy để dân khơi nhé xã hội đấy còn miền cả rồi bảo đảm khang đây đây khi ông gì bị bàn bầm nổi chiến là dạ bị đập năm pi năm một nét xã hội đấy có phong là phong phải từ là bàn bầm nổi bạc luôn là vậy đà long cả năm pi bị bắt sự kiện tam dạ cả lượng bàn bầm nổi hay có phong để rong có chừng với những bàn và đây thật là không phép phơi suối bàn bầm nổi và xã hội đấy là thật là không phơi suối phép phơi suối dương cái lệ mưa nè tình đôi miết tinh nơi tình thì kia cần thảo chẳng tới miết tinh đòi cứ tham ranh với thợ bạch trăng trong buổi đồng bánh đua lúng sự cách được hai phải sự cách được có tinh đòi vị trí than hè ranh với thụ plei ca là mũi lớn đôi khi này các bị muốn bắn nó cứ tinh đòi tình thì kia cần thảo tinh đòi cứ than bạch trăng hai phải cứ than ranh với thụ chụp plei cá là bây giờ tập ra bàn tay bài chụp bắn ít ban một nơi bao giờ hạ rồi mấy bài chỉ tinh đòi mô lệ thị và trang hai phải cho mùi nâng bị say ai cái chuẩn vậy tới chỉ bánh hà bị phụ tặng ở nâng cứ chỉ là thời cá tên là phó được có tra ca bạc phụ mà đồng tiếp sao rồi đấy của bông là quả lùi sao rồi đấy thời cá từ chơi lùi kế so với là con ái miên bằng nó chợ miên mầm nó tràn chẳng á rùng cỏ miên trong nó tràn rùng cỏ ca bị muốn rùng bông là tình gì kia cần là cái tình cả là bản thân tình gì kia cần là tính ca đồng lớn để tên chỉ mùi nâng tra ca bạc mà cho bài trở về thì hai cặp đó tên là pause mẹ bàn làm nồi rồi cả ta cặp này bàn nó là cái tính còn bài trở về đây cứ ai xây lưới kế nó cũng cầm rệt thảo và tại bài bàn ấy cứ bàn làm đó thì trở thành cặp đôi vì sai hại chuyện chẳng bật thời các xây lưới kế cứ ta cặp bàn nó bị bùa hai bài đó mà tiếp tại tên cho buổi nâng bầm nổi là thời sáng hết thời rung co hay rương đại sòng khăn phật rương đại sòng khăn phật cứ ai bị cho một chút buổi nâng cả đua luôn mà hệ hai mà thụ nào muối person bàn bầm nổi tầng nó việc can cặp đôi vì sai ai cái chân trở lại bị peopleនៅពេលដែលតម្លាអត្រាការប្រាក់គឺមានអ្នកទិញច្រើននៅពេលដែលកាប់បន្ថយអត្រាការប្រាក់មានអ្នកលក់ច្រើនចេញមកវិញដែលធ្វើឲ្យទីផ្សារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានបញ្ហាចំណុចកន្លែងនេះគឺល្អសម្រាប់មាសខ្លាំងសម្រាប់មាសពីព្រោះវាជាចំណុចខ្សោយរបស់ប្រាក់ដុល្លារហើយវាជាចំណុចខ្សោយរបស់បានបំណុលរបស់សហរដ្ឋអាមេរិកដែលបច្ចុប្បន្ននេះបានបំណុលសហរដ្ឋអាមេរិកកំពុងតែតាក់ទាញអ្នកទិញតាក់ទាញអ្នកវិនិយោគច្រើនជាងការទិញមាសអ្នកវិនិយោគឯកជនដែលខ្ញុំនិយាយមិញអ្នកដែលមូលនិធិតូចប្រឆាំងនឹងហានិភ័យសេដ្ឋកិច្ចអំបញ្ញមិញក៏ជាអ្នកវិនិយោគដែរពីដើមគេទិញមាសដោយរត់ចូលមាសប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចមិនល្អគេនាំគ្នារត់ចូលទៅបានបំណុលសហរដ្ឋអាមេរិកប៉ុន្តែក៏ជាបន្ទុកនៃបានបំណុលសហរដ្ឋអាមេរិកដែលខ្ញុំនិយាយមិញដែរត្រូវឲ្យអត្រាការប្រាក់ខ្ពស់ហើយពួកនឹងងាករាយលឿនកាលណាមានការប្រែប្រួលខ្លាំងអាចមានបញ្ហាអញ្ចឹងអនាគតតែទៅជាមួយនឹងបានបំណុលប្រសិនបើមានបញ្ហាតម្លៃមាសឡើងខ្លាំងពីពួកមនុស្សត្រូវតែយកឯកទៅប្រាក់ដុល្លារដែលវាឡើងរហូតដល់ទៅ 101.8% នេះ 101.8 បន្ទុកនេះសូមបញ្ជាក់ 101.8 បន្ទុកមិន 101.8% ហ្នឹងគឺធ្លាក់មកគឺឈឺតែម្ដងសរុបរួមព័ត៌មានថ្ងៃនេះខ្ញុំជូនបងប្អូនយើងមានរឿងពីរដែលមិនល្អសម្រាប់មាសទេទីមួយគឺសង្គ្រាមនៅអារ៉ាន់ដែលនឹងធ្វើឲ្យតម្លៃណាតម្លៃទូទៅទាំងអស់នៃការរស់នៅមានការកើនឡើងថ្លៃតែធ្វើឲ្យតេផនការកើនឡើងថ្លៃរុញសហរដ្ឋអាមេរិករុញធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ដែលធ្វើឲ្យតម្លៃមាសធ្លាក់ទៅទៀតឬក៏មានការដំណើរអត្រាការប្រាក់តាមរបាយការណ៍របស់ធនាគារកណ្ដាលដែលនឹងរក្សាអត្រាការប្រាក់រហូតដល់ឆ្នាំ2027ពាក់កណ្ដាលឆ្នាំ2027អញ្ចឹងយើងអាចឃើញថាបើសិនជាមានការកើនឡើងក៏មិនកំហុសដែរជាពេលវេលាដែលយើងត្រូវតែទិញមាសទុកឬក៏សន្សំមាសដែរជាពេលវេលាចាប់យើងសម្រាប់អ្នកដែលគាត់ទិញមាសនៅក្នុងតម្លៃថ្លៃកាលពីមុនមកប៉ុន្តែសួរថាមាសឡើងនេះវាឡើងសន្សំមិនឡើងសន្សំដោយសារតែបញ្ហាពន្ធដារដោយសារតែពន្ធបដិការដោយសារតែកម្លាំងពលកម្មដោយសារការឡើងនៃអតិផរណាការកើនឡើងនៃតម្លៃអតិផរណាដែលបច្ចុប្បន្ននេះកំពុងតែរុញតម្លៃមាសឬក៏ការប្រែប្រួលនៃគោលនយោបាយហិរញ្ញវត្ថុដែលកំពុងតែរុញតម្លៃមាសនេះវានឹងដើរប្រច្រាស់មកវិញវានឹងផ្ដល់ផលលំបាកខ្លាំងសម្រាប់ពលរដ្ឋសហរដ្ឋអាមេរិកដល់ផលលំបាកខ្លាំងសម្រាប់ពលរដ្ឋជុំវិញពិភពលោកនិងរដ្ឋាភិបាលជុំវិញពិភពលោកផងដែរមិនថាបំណុលឯកជនមិនថាបំណុលសាធារណៈរបស់រដ្ឋនឹងរុញតម្លៃមាសនៅក្នុងរូបភាពផ្សេងដែលបងប្អូនអាចនឹងឃើញនៅពេលដែលវិបត្តិទាំងអស់នោះបង្ហាញអំពីភាពតច្រកក្រៅពីការបោះពុម្ពលុយក្រៅពីការកាត់បន្ថយអត្រាការប្រាក់ដែលនឹងត្រឡប់មកវិញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលកំពុងតែយ៉ាប់នេះគឺជាអ្វីដែលខ្ញុំជម្រាបជូនបងប្អូននៅថ្ងៃទី9 ខែ 7 ឆ្នាំ 2026សូមជម្រាបជូនថាប្រហែលជា
បើសិនគ្មានពេលគឺខ្ញុំចេញព័ត៌មានច្រើនឬក៏ចេញព័ត៌មានជាប់ថ្ងៃតែបើសិនជាពេលវេលាខ្ញុំមិនសូវអំណោយផលទេប្រហែលជាបងប្អូននឹងចាប់ផ្ដើមឃើញខ្ញុំវិយាមួយអាទិត្យមួយ3ថ្ងៃមួយឬក៏មួយខែមួយអញ្ចឹងពួកខ្ញុំកំពុងតែរៀបចំការងាររបស់ខ្ញុំដែរអញ្ចឹងសម្រាប់អ្នកដែលតាមដានព័ត៌មានឬក៏មានបញ្ហាអាចផ្ដល់នៅសំណួរទៅហើយខ្ញុំសរុបបូកចូលក្នុងការធ្វើសំណួរប្រចាំអាទិត្យសម្រាប់បងប្អូនសូមអរគុណសម្រាប់ការស្ដាប់អំពី Channel YouTube eFactory News និង Page សភាវគតិឬក៏ eFactory News សូមអរគុណសូមជម្រាបលា